មនុស្សយើងពេលខ្លះយកជីវិតលេងសើចចាគាត់យកជីវិតលេងសើចគាត់គិតថារឿងហ្នឹងវាមិនអីអញ្ចឹងគាត់លេងលបែងជីវិតតែលបែងជីវិតខ្លះវាបំផ្លាញជីវិតគាត់មួយជីវិតពេញប៉ុន្តែគាត់ប្រមាថចាគាត់ថាវាមិនដែលអីក្នុងធម៌បញ្យល់តែកុំប្រមាថភ្លើងទូចមួយអាចដុតព្រៃទាំងមូលបានតែបុគ្គលខ្លះគាត់ប្រមាថណាគាត់ថារឿងហ្នឹងវាមិនអីវាមិនដែលហើយមនុស្សឲ្យតែប្រមាថប៉ុណ្ណេះហើយវិនិច្ឆ័យហើយចាក្នុងធម៌និយាយអត់ខុសទេសេចក្តីប្រមាថនេះនាំឲ្យមនុស្សវិនិច្ឆ័យអញ្ចឹងកុំឲ្យមានការប្រមាថគួរតែដាក់ខ្លួនយើងតិចទៅស្ដាប់មើលតិចទៅគុំរឹងតតឹងយកឈ្នះខ្លាំងពេកអីគេខ្លះគេលោតែខុសហើយបើសិនជាយើងមិនបើកចិត្តសិក្សាស្ដាប់ឲ្យបានច្បាស់ហើយយើងចេះតែរឹងមានះទៅតាមតែចិត្តខ្លួនយើងម្នាក់ឯងពេលខ្លះវាខុសវាខាតយើងបកក្រោយអត់បានបាត់បង់ទាំងមនុស្សទាំងមុខមាត់ទាំងលុយកាក់ទាំងពេលវេលាជីវិតរបស់យើងគួរតែតម្លាក់ខ្លួនយើងតិចទៅស្ដាប់គេតិចមើលគេលោកគេនិយាយត្រូវជួនកាលយើងស្ដាប់បន្តិចថែមស្ដាប់តែប៉ុណ្្នឹងខ្ញុំដឹងហើយអត់ទេជួនកាលស្ដាប់បន្តិចហ្នឹងអត់ទាន់ដល់ស្ដាប់តិចទៀតសិនស្ដាប់អស់ថាឥឡូវអស់នៅអស់ឡើងនិយាយនៅចាំយកទាំងអស់ហ្នឹងមកគួយគិតពិចារណាឡើងវិញជួនកាលគេនិយាយពេលហ្នឹងអារម្មណ៍យើងអត់ទាន់ស្រួលស្ដាប់អត់ទាន់បានទេទុកសិនណារួចយកពាក្យសម្ដីទាំងអស់ហ្នឹងមកដេកគិតមួយសារទៀតអាច2 3ដងអាចចាប់ចំណុចកន្លែងណាមួយយល់បានគុំតាន់ធ្វើអីមួយវិនិច្ឆ័យលឿនពេកអ្នកខ្លះគាត់ចិត្តក្តៅគាត់អត់ស្ដាប់គេអត់បានដល់ពេលចុងក្រោយរឿងខ្ទេចខ្ទីលីងបានត្រឡប់មកគិតឡើងវិញថាអូក៏ប៉ិតគេនិយាយចេះសោះហើយណាគិតទៅដល់ឲ្យខ្ទេចអស់ខាតអ្នកណាចុងក្រោយចាខាតបងអស់គ្នាអញ្ចឹងត្រូវប្រយ័ត្នឡើងហ្នឹង